បាទជាបឋមសូមគោរពជំរាបសួរពុកម៉ែបងប្អូនប្រិយមិត្តទាំងអស់ដែលកំពុងតែតាមដានទស្សនានៅ Channel Pre Talking ទាំងអស់គ្នាហើយសម្រាប់ថ្ងៃនេះគឺជាថ្ងៃទី14នៃខែវិច្ឆិកាឆ្នាំ2025នៅក្នុងថ្ងៃនេះខ្ញុំមានអត្ថបទមួយចង់យកមកចែករំលែកចែកជូនដល់បងប្អូនទាំងអស់គ្នាឲ្យបានដឹងពាក់ព័ន្ធជាមួយនឹងសម្ព័ន្ធមិត្ត Nordic Baltic កំពុងតែបដិញ្ញាចិត្តផ្ដល់ថវិកាជាង$500 លានសម្រាប់កញ្ចប់អាវុធអាមេរិកជូនទៅដល់អ៊ុយក្រែនក្រោមគម្រោង PURL របស់ NATO បើតាមប្រភពសារព័ត៌មាននៃគេចុះផ្សាយថ្មីៗនេះតែម្ដង Helsinki សម្ព័ន្ធមិត្ត8ប្រទេស Nordic និង Baltic បានប្រកាសកាលពីថ្ងៃទី13ខែវិច្ឆិកាឆ្នាំ2025ថាពួកគេនឹងរួមចំណែកថវិកាចំនួន$500 លានជាងសម្រាប់ទិញកញ្ចប់សម្ភារៈយោធានិងគ្រាប់រំសេវពីសហរដ្ឋអាមេរិកដើម្បីជួយទៅដល់អ៊ុយក្រែនក្រោមគំនិតផ្ដួចផ្ដើមនិងបញ្ជីតម្រូវការដែលអត្ថភាពបំផុតក្រោមការដឹកនាំគេហៅឈ្មោះថា PURL របស់អង្គការ NATO ការបដិញ្ញាចិត្តនេះត្រូវបានប្រកាសក្នុងអំឡុងពេលកិច្ចប្រជុំ Nordic Baltic 8នៅក្នុងទីក្រុង Helsinki ប្រទេសហ្វាំងឡង់ដែលមានការចូលរួមពីរដ្ឋមន្ត្រីការពារជាតិនិងរដ្ឋមន្ត្រីការបរទេសអ៊ីស្លង់ប្រទេសដែលចូលរួមមានដាណឺម៉ាក អេស្តូនី ហ្វាំងឡង់ អ៊ីស្លង់ ឡាតវី លីទុយអានី ណ័រវេសនិងស៊ុយអែតក្រសួងការពារជាតិដាណឺម៉ាកបានបញ្ជាក់ថាកញ្ចប់នេះមានគោលបំណងពង្រឹងសមត្ថភាពការពារដែនអាកាសនិងការគាំទ្រសម្រាប់កងទ័ពអាកាសអ៊ុយក្រែនដែលកំពុងប្រឈមនឹងការវាយប្រហារដោយគ្រាប់រ៉ុកែតនិងដ្រូនរុស្ស៊ីយ៉ាងខ្លាំងក្លាទោះបីជាប្រភេទអាវុធនិងគ្រឿងបរិក្ខារពិតប្រាកដមិនទាន់ត្រូវបានបញ្ចេញជាសាធារណៈក៏ដោយក៏ការជំរុញពីអ៊ុយក្រែនក្នុងការទទួលយកប្រព័ន្ធមីស៊ីលបន្ថែមទៀតនៅតែជាអត្ថប្រយោជន៍ដ៏ខ្ពស់បំផុតដោយសារតែការវាយប្រហារលើបណ្ដាញថាមពលរបស់ពួកគេនឹងគឺកើតមានជាញឹកញាប់គំនិតផ្ដួចផ្ដើម PURL ដែលត្រូវបានបើកចំហជាផ្លូវការកាលពីខែកក្កដាឆ្នាំ2025នេះបន្ទាប់ពីកិច្ចប្រជុំរវាង NATO ជាមួយនឹងប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំអនុញ្ញាតឲ្យសម្ព័ន្ធមិត្ត NATO ទិញអាវុធទំនើបពីសហរដ្ឋអាមេរិកនិងដឹកជញ្ជូនទៅកាន់ទីក្រុងគៀវឲ្យបានលឿនបំផុតតាមតែអាចធ្វើទៅបានគំនិតផ្ដួចផ្ដើមនេះត្រូវបានគ្រប់គ្រងដោយកម្មវិធីជំនួយសុវត្ថិភាពនិងការបណ្ដុះបណ្ដាលសម្រាប់អ៊ុយក្រែនរបស់ NATO ហើយការិយាល័យប្រធានាធិបតីអ៊ុយក្រែនបានរាយការណ៍ថាដៃគូទាំងអស់បានចូលរួមចំណែកជាង$2.800 លានក្រោមគម្រោងនេះគិតត្រឹមខែវិច្ឆិកានេះតែម្ដងការដឹកជញ្ជូនដំបូងក្រោម PURL រួមមានគ្រឿងបន្លាស់មីស៊ីលនិងគ្រាប់រ៉ុកែតហ៊ីម៉ាដែលត្រូវបានផ្ដល់ដោយកញ្ចប់ដំបូងចំនួនទឹកប្រាក់$577 លានពីហ៊ុយឡង់មុននេះបន្តិចប្រទេសដាណឺម៉ាក ណ័រវេស ស៊ុយអែតក៏បានបដិញ្ញាចិត្តជួយរហូតដល់$585 លានសម្រាប់កញ្ចប់ប្រព័ន្ធការពារដែនអាកាសនិងកាំភ្លើងធំពីសហរដ្ឋអាមេរិកទោះជាយ៉ាងណាយើងឃើញថាជំនួយដែលជួយទៅកាន់អ៊ុយក្រែនគឺមានការធ្លាក់ចុះនៅក្នុងខែកក្កដានិងខែសីហាបើប្រៀបធៀបកាលពីឆ្នាំមុនអគ្គលេខាធិការ NATO លោកម៉ារ៉ូតេបានសរសើរពីការបដិញ្ញាចិត្តនេះថាសម្ព័ន្ធមិត្ត Nordic និង Baltic របស់យើងកំពុងតែបង្កើនមូលនិធិបន្ថែមកញ្ចប់សម្ភារៈយោធាសំខាន់សម្រាប់អ៊ុយក្រែនហើយលោកបានបន្តថាឧបករណ៍ទាំងនេះមានសារៈសំខាន់ខ្លាំងណាស់នៅពេលដែលអ៊ុយក្រែនចូលដល់រដូវរងាខាងមុខហើយការដឹកជញ្ជូនតាម PURL កំពុងតែហូរចូលទៅកាន់អ៊ុយក្រែនក្នុងសេចក្តីថ្លែងការណ៍រួមសម្ព័ន្ធមិត្ត NBH បានបញ្ជាក់ថាសង្គ្រាមឈ្លានពានរបស់រុស្ស៊ីជាការគំរាមកំហែងរយៈពេលវែងចំពោះសន្តិសុខអឺរ៉ុបហើយសហគមន៍ Transatlantic និងសណ្ដាប់ធ្នាប់អន្តរជាតិដែលពឹងផ្អែកលើច្បាប់យើងនឹងមិនអនុញ្ញាតឲ្យវាសម្រេចទទួលបានជោគជ័យនោះទេហើយសន្តិសុខរបស់អ៊ុយក្រែនតបជាប់ដោយផ្ទាល់ជាមួយនឹងសន្តិសុខរបស់អឺរ៉ុបផងដែរពួកគេបានបដិញ្ញាចិត្តថាយើងនឹងរួបរวมគ្នាក្នុងការដេញតាមសន្តិភាពប្រកបដោយនិរន្តរភាពនិងយុត្តិធម៌
ដោយគោរពច្បាប់ពេញលេញចំពោះអធិបតេយ្យភាពរបស់អ៊ុយក្រែននិងក្តីសុបិនស្របច្បាប់របស់ប្រជារាស្ត្រប្រទេស Nordic និងប៉ាល់ទិកស្ថិតក្នុងចំណោមសម្ព័ន្ធមិត្តដ៏រឹងមាំបំផុតរបស់អ៊ុយក្រែនចាប់តាំងពីការផ្ទុះឡើងនៃការលុកលុយពេញលេញរបស់រុស្ស៊ីកាលពីខែកុម្ភៈឆ្នាំ 2022 មកម្លេះហើយការបដិញ្ញាចិត្តចុងក្រោយនេះមិនត្រឹមតែពង្រឹងទៅដល់កិច្ចសហប្រតិបត្តិការយោធាប៉ុណ្ណោះទេថែមទាំងផ្ដោតលើការអភិវឌ្ឍសមត្ថភាពឧស្សាហកម្មការពារជាតិនិងពង្រឹងសន្តិសុខតំបន់ទាំងមូលទៀតផងការជួយជំនួយនេះត្រូវបានគេមើលឃើញថាជាសញ្ញាវិជ្ជមានដែលនៅពេលដែលអ៊ុយក្រែនកំពុងតែត្រៀមសម្រាប់រដូវរងាខាងមុខនិងការវាយប្រហារជាបន្តបន្ទាប់ពីសំណាក់រុស្ស៊ីដូច្នេះបងប្អូននេះជាអត្ថបទមួយពាក់ព័ន្ធជាមួយនឹងអ៊ុយក្រែនកំពុងតែទទួលបាននៅការជួយជំនួយរហូតដល់ជាង$500 លានពីសម្ព័ន្ធមិត្តប៉ាល់ទិកបងប្អូនណា Nordic និងប៉ាល់ទិកដែលកំពុងតែជួយជំនួយបដិញ្ញាចិត្តជួយតែម្ដងគឺជាង$500 លានសម្រាប់ទិញកញ្ចប់ពីសហរដ្ឋអាមេរិកជូនទៅដល់អ៊ុយក្រែនក្រោមគម្រោង PURL របស់ NATO ដូច្នេះបងប្អូនយើងមើលឃើញថាមកទល់នឹងពេលនេះអ៊ុយក្រែនគឺមិនឯកោទេដោយសារតែមានសម្ព័ន្ធមិត្តចាំជួយជ្រោមជ្រែងបើទោះបីជាក្នុងកលៈទេសៈណាក៏ដោយឥឡូវនេះគឺសម្ព័ន្ធមិត្ត Nordic ប៉ាល់ទិកកំពុងតែសន្យាជួយដល់កញ្ចប់សភាអាវុធរហូតដល់ជាង$500 លានសម្រាប់អ៊ុយក្រែនក្នុងគម្រោងដឹកជញ្ជូនដោយ NATO ហើយជាពិសេសគឺរដូវរងាខាងមុខនេះតែម្ដងដែលឈានមកដល់ដែលធ្វើឲ្យពិបាកក្នុងការទប់ស្កាត់ហើយឥឡូវនេះគឺកំពុងតែរៀបចំផ្ដល់ជំនួយយ៉ាងច្រើនកុះកគិតត្រឹមខែវិច្ឆិកានេះបងប្អូនជំនួយរហូតដល់$2.800 លានមិនមែនតិចទេគឺច្រើនមែនទែនដូច្នេះបងប្អូនសម្រាប់អត្ថបទខាងលើគឺពាក់ព័ន្ធជាមួយនឹងការជួយជំនួយទៅដល់អ៊ុយក្រែនក្រោមការដឹកនាំរបស់ NATO ដែលសម្ព័ន្ធមិត្ត Nordic ប៉ាល់ទិកគឺបានបដិញ្ញាចិត្តផ្ដល់ថវិការហូតដល់ជាង$500 លានសម្រាប់ទិញកញ្ចប់សភាអាវុធជូនទៅដល់អ៊ុយក្រែនហើយសភាអាវុធនោះគឺជាសភាអាវុធរបស់អាមេរិកក្រោមគម្រោង PURL របស់អង្គការ NATO ដូច្នេះបងប្អូនសម្រាប់អត្ថបទខាងលើក៏ឈានដល់ទីបញ្ចប់ផងដែរហើយក៏សូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលចំណាយពេលវេលាដ៏មានតម្លៃក្នុងការតាមដានទស្សនានៃអត្ថបទនេះតាំងពីដើមរហូតដល់ចប់ប្រសិនបើបងប្អូនពេញចិត្តកុំភ្លេចចុច like ចុច subscribe ដើម្បីទទួលបាននូវវីដេអូថ្មីៗពីខ្ញុំបាទបន្តទៀតនៅពេលនេះខ្ញុំបាទ Pri Talking ក៏សូមអរគុណនិងសូមគោរពលាជួបគ្នានៅវីដេអូក្រោយជាបន្តសូមអរគុណ